សូមធ្វើការអនុញ្ញាតគោរពជំរាបសួរទៅកាន់ពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពនៅក្នុងថ្ងៃនេះខ្ញុំបាទសូមពំនាំអារម្មណ៍ពុកម៉ែបងប្អូនមកតាមដានសម្ដាប់នៃជោគជតារិស័យដែលខ្ញុំបាទ Daily BMC បានធ្វើការដកស្រង់និងអានជូននៅក្បួនហោរាសាស្ត្រប្រចាំថ្ងៃបើមើលតាមតម្រាទិញរបស់បទិញរបស់នៅថ្ងៃសុក្រនេះរបស់នោះនឹងនាំឲ្យមានសេរីសួស្តីត្រជាក់ត្រជុំកូនចៅហើយប្រើការយូរទៅនឹងបានសុខសាន្តនិងមានសេចក្តីសុខចម្រើនដូច្នេះសូមពុកម៉ែបងប្អូនធ្វើការ comment នៅលេខសំណាងនិងពាក្យថាសាធុចំនួន3ដងរួចសៀចេញភ្លាមនឹងមានសំណាងល្អជាប់តាមខ្លួនរហូតនៅថ្ងៃសុក្រនេះផងដែរចំពោះការធ្វើដំណើរប្រកបរបររកស៊ីឲ្យលោកអ្នកត្រូវប្រកាន់យកទិសអាគ្នេយ៍តែកុំចោលយាត្រាទៅទិសពាយ័ព្យគឺជាទិសអពមង្គលធ្វើកិច្ចការងារអ្វីមិនគួរប្រសើរឡើយចំពោះការអង្គុយឲ្យមានសេរីសួស្តីក្នុងការធ្វើពិធីសែនព្រេនឬធ្វើកិច្ចការងារអ្វីផ្សេងនៅថ្ងៃសុក្រលោកឲ្យអង្គុយនៅទិសអាគ្នេយ៍បែរមុខទៅរកទិសខាងលិចនិងទទួលបានជោគជ័យគ្រប់កាលៈទេសៈបើមើលតាមម៉ោងលៀបម៉ោងគ្រោះក្នុងការធ្វើដំណើរទៅទីជិតឆ្ងាយនៅក្នុងថ្ងៃសុក្រនេះលោកឲ្យធ្វើដំណើរចាប់ពីមាត់រងាដល់ម៉ោង 6:30 នាទីព្រឹកគឺជាម៉ោង 04 គឺមានន័យថានៅចន្លោះម៉ោងនេះគឺល្អណាស់ធ្វើអ្វីនឹងទទួលបានជោគជ័យព្រោះគ្មានអ្វីមកយាយីបានទេមានតែលៀបសក្ការៈហូរចូលពេញបរិបូរណ៍ធ្វើដំណើរចាប់ពីម៉ោង 6:30 នាទីព្រឹកដល់ម៉ោង 11 ព្រឹកគឺជាម៉ោងកក្កបាតមានន័យថាការធ្វើដំណើរទៅណាមកណានឹងកើតក្តីអន្តរាយគួរប្រុងប្រយ័ត្នក្នុងការបណ្ដាក់ទុនផ្សេងឬទុកដាក់របស់របរឲ្យបានត្រឹមត្រូវជៀសវាងក្នុងការបាត់បង់ដោយប្រការណាមួយធ្វើដំណើរចាប់ពីម៉ោង 11 ព្រឹកដល់ម៉ោង 2 រសៀលគឺជាម៉ោងផ្នត់សូន្យទៅទេគ្មានអ្វីសោះគឺមានន័យថាមិនបានទទួលលាភអ្វីហើយក៏មិនបានជួបគ្រោះថ្នាក់អ្វីដែរធ្វើដំណើរចាប់ពីម៉ោង 2 រសៀលដល់ម៉ោង 5 រសៀលគឺជាម៉ោង 02 ជាម៉ោងសុខសាន្តធ្វើដំណើរទៅណាមកណាបានសេចក្តីសុខសម្រាប់ម៉ោងនេះធ្វើដំណើរចាប់ពីម៉ោង 5 រសៀលដល់ម៉ោងចូលគេងគឺជាម៉ោង 01 គឺមានន័យថាការធ្វើដំណើរឬធ្វើចំនួនផ្សេងមានល្អឡើយគឺជាម៉ោងគ្រោះកាចនៅចន្លោះម៉ោងនេះមិនគួរធ្វើដំណើរទៅឆ្ងាយឡើយតែបើបានធ្វើហើយសូមប្រុងប្រយ័ត្នចំពោះចរាចរណ៍ឲ្យបានខ្ពស់បំផុតសូមពុកម៉ែបងប្អូនធ្វើការរីករាយតាមដានស្ដាប់ជាមួយ Channel ខ្ញុំបាទដូចតទៅឆ្នាំជូតកណ្ដុននំលៀបនាំសំណាងអបរាចិញ្ចឹមជួបតែរឿងល្អក្នុងផ្ទះមានលៀបមានសំណាងនឹងជួបតែមនុស្សជួយជ្រោមជ្រែងសម្រាប់រយភារកិច្ចនិងសេចក្តីបងប្រាថ្នាបានសម្រេចម៉ោងនាំលៀបសំណាងម៉ោង 8 ព្រឹកដល់ម៉ោង 7 ល្ងាចពណ៌នាំលៀបសំណាងពណ៌ផ្ទៃមេឃនិងស្វាយលេខនាំលៀបសំណាងលេខ 45 និង 66 សូមខមមិនលេខ 678 យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំជូតនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកល្អជាមធ្យមដូច្នេះដំណើរជីវិតរបស់លោកអ្នកមានការជឿនលឿនទៅមុខសន្ធឹមសឹមដើម្បីធ្វើអ្វីក៏តែងតែឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្ដៅត្រឡប់មកវិញផងដែរសម្រាប់អ្នកប្រកបរបរជួញដូររកស៊ីមានការជឿនលឿនទៅមុខគួរសមហើយបើចង់បើករបរថ្មីក៏តែងតែផ្ដល់ផលល្អមកវិញគ្រាន់ជាទីកក់ក្ដៅផងដែររាជការធ្វើដំណើរទៅទីជិតឆ្ងាយមិនថាទៅទីកន្លែងណាក៏ដោយមានសុខសុវត្ថិភាពប៉ុន្តែក៏បីមានការប្រុងប្រយ័ត្នបន្តិចទើបគ្មានបញ្ហាអាក្រក់ណាមួយឈានចូលមកកើតរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំបើចេះអត់ឱនឲ្យគ្នាទៅប្រសើរពីព្រោះថាការចង់យកចាញ់ឈ្នះគ្នានោះគឺមិនសូវល្អសោះឡើយឆ្នាំឆ្លូវគោនាំលៀបនាំជ័យនាំសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីបងប្រាថ្នាបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំម៉ោងនាំលៀបសំណាងម៉ោង 5 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងផ្កាឈូកលេខនាំលៀបសំណាងលេខ 21 និង 82 សូមខមមិនលេខ 168 យកលៀបសម្បត្តិអភិជនចំពោះឆ្នាំឆ្លូវនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតដូច្នេះលោកអ្នកអាចទទួលដំណឹងល្អពីរឿងអ្វីមួយធ្វើឲ្យសម្រេចចិត្តផងក្រៅពីនេះចំពោះបញ្ហាប្រាក់កាសឬការងារឃើញថាមានការរីកចម្រើនលូតលាស់ទៅមុខនិងតែងតែហុចផលជាផ្លែផ្កាមកវិញគួរជាទីពេញចិត្តផងអ្នកប្រកបមុខរបរជួញដូររកស៊ីមានការធ្វើដំណើរទៅជួញទៅជិតឆ្ងាយនោះគឺល្អប្រសើរខ្លាំងណាស់បើចង់បើកចំនួនថ្មីគឺល្អគួរសមរីឯការធ្វើដំណើរទៅទីជិតឆ្ងាយជួបសេចក្តីសុខសេមសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំណោះក្រមុំនៅក្នុងថ្ងៃនេះមានអ្វីលេចធ្លោទេតែបើលោកអ្នកមានចំនួនវិវាទហើយចង់ធ្វើការដោះស្រាយក៏តែងតែសម្រេចដូចគោលបំណងឆ្នាំខាលខ្លាសេដ្ឋីចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃមានគំនិតភ្លឺថ្លាហើយអនាគតខ្លាយជាអ្នកមានអំណាចម៉ោងនាំលៀបសំណាងម៉ោង 4 ព្រឹកដល់ម៉ោង 4 ល្ងាចពណ៌នាំលៀបសំណាងពណ៌ទឹកក្រូចនិងឈាមជ្រូកលេខនាំលៀបសំណាងលេខ 27 និង 69 សូមខមមិនលេខ 168 យកលៀបសម្បត្តិអភិជនចំពោះឆ្នាំខាលនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតដូច្នេះទោះបីធ្វើអ្វីក៏តែងមានការគ្រប់គ្រងនិងជួយជ្រោមជ្រែងពីអ្នកដទៃផងដូច្នេះលោកអ្នកត្រូវបើកចិត្តឲ្យទូលាយហើយធ្វើ
អ្វីត្រូវមើលគេមើលឯងនោះផលល្អៗនឹងឆ្លើយតបមកវិញគួរជាទីពេញចិត្តជាពុំខានសម្រាប់អ្នកប្រកបមុខរបរចេញដូររកស៊ីបញ្ហាប្រកាសមានការលូតលាស់ទៅមុខគ្រាន់បើហើយបើទោះបីមិនច្រើនក៏មានការចូលមកគ្រាន់បំពេញបំពង់អញ្ចឹងដែរតែការធ្វើដំណើរទៅទីជិតឆ្ងាយជួបសេចក្តីសុខសេមក្សាទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាឆ្នាំថោះទន្សាយមាសមានបារមីដេកជាប្រាជ្ញាឆ្លៀសវៃមានគេជួយជ្រោមជ្រែងអនាគតបានខ្លាយជាអ្នកមានទ្រព្យនិងមានអំណាចមកនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងខ្មៅលេខនាំលៀបសំណាងលេខ1និង69សូមខមមិនលេខ999យកលៀបសម្បត្តិអ្នកមានជនខ្ពស់ចំពោះឆ្នាំថោះនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកស្រុតចុះដូច្នេះធ្វើឲ្យអារម្មណ៍របស់លោកអ្នកងាយជួបបញ្ហាតបប្រមល់បង្កើតជារឿងរ៉ាវជាមួយអ្នកដទៃណាគប្បីមានការប្រយ័ត្នប្រយែងបន្តិចទៅគ្មានបញ្ហាមិនល្អណាមួយកើតឡើងក្រៅពីនេះការប្រកបការងារក៏តែងតែមានការរៀងស្ទះនិងមានបញ្ហាច្រើនជាងសពម្ដងរីអ្នកប្រកបមុខរបរចេញដូររកស៊ីការចេញធ្វើចំនួនទីជិតឆ្ងាយមិនថាផ្លូវគោផ្លូវទឹកផ្លូវអាកាសក្តីលោកអ្នកតលតែខិតខំខ្លាំងទៅអាចរកផលកម្រៃគ្រាន់ចិញ្ចឹមគ្រួសារទៅរួចរីឯការធ្វើដំណើរទៅទីជិតឆ្ងាយមិនសូវមានសុវត្ថិភាពប៉ុន្មានទេគប្បីបន្ថែមការប្រុងប្រយ័ត្នបន្តិចទៅប្រសើររីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំកើតមានការអស់សង្ឃឹមព្រោះតែម្នាក់គិតច្រើនតែម្នាក់ឯងឆ្នាំរោងអ្នកករាជមានរិទ្ធមានអំណាចអ្នកតែងមានគំនិតជ្រះថ្លាប្រាជ្ញាវាងវៃប្រាថ្នាអ្វីបានសម្រេចធ្វើការងារតូចធំរមែងតែងមានអ្នកទំនុកបំរុងគ្រប់សពបែបយ៉ាងម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌នាំលៀបសំណាងពណ៌ខ្មៅនិងស្វាយលេខនាំលៀបសំណាងលេខ19និង29សូមខមមិនលេខ555យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំរោងនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកល្អជាមធ្យមដូច្នេះទោះបីកើតបញ្ហាអ្វីក៏ដោយត្រូវរក្សាភាពស្ងប់ស្ងាត់ហើយមិនត្រូវច្រងែងច្រងាងនោះឡើយបើពុំនោះទេនឹងដូចពាក្យចាស់លោកពោលថាយកសង្ឃទៅជិះនឹងភ្លើងបន្ថែមជាពុំខានរីឯការរស់នៅជួបភាពប្រទែងប្រទើសនិងបញ្ហាច្រើនរីអ្នកប្រកបមុខរបរជួញដូររកស៊ីនៅក្នុងថ្ងៃនេះផងដែរជួបបញ្ហាប្រាក់ចំណូលបន្តិចក្តីតែយ៉ាងណាការជួញទីជិតឆ្ងាយអាចរកផលកម្រៃហូរចូលតក់គ្រួនបំពេញបំពង់ផងរីឯការធ្វើដំណើរទៅទីជិតឆ្ងាយជួបភាពប្រទែងប្រទើសបន្តិចតែមានសុខដុមល្អរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើនដូច្នេះត្រូវកាត់បន្ថយចំនួនវិវាទខ្លះទើបគ្មានរឿងអ្វីអាក្រក់នាថ្ងៃខាងមុខបានឆ្នាំអសាញ់ពោះទេវតាននំលៀបឧបរាជចិញ្ចែមមានជ័យជំនះមនុស្សស្រឡាញ់រាប់អានច្រើនម៉ោងនំលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នំលៀបសំណាងពណ៌ប្រផេះនិងបៃតងលេខនំលៀបសំណាងលេខ20និង66សូមខមមិនលេខ998យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំអសាញ់នៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតដូច្នេះយូនបានងើបខ្ពស់ដូច្នេះជាឱកាសល្អសម្រាប់លោកអ្នកបំពេញកិច្ចការងារឬសម្រេចចិត្តធ្វើអ្វីមួយព្រោះមិនត្រឹមតែឆាប់បានទទួលផ្លែផ្កាទេគឺនៅមានមនុស្សការពារគ្រប់គ្រងច្រើនទៀតផងរីឯការបំពេញការងារមានលក្ខណៈពេញដៃពេញជើងហើយក្រុមមនុស្សជួយជ្រោមជ្រែងជានិច្ចសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីមិនថាការជួញទីជិតឆ្ងាយក៏តែងតែអាចប្រមូលភោគផលត្រឡប់ទៅផ្ទះវិញគួរជាទីគប់បំណងផងរីឯការធ្វើដំណើរទៅទីជិតឆ្ងាយជួបសេចក្តីសុខសេមក្សាន្តដោយសពម្ដងរីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានភាពត្រជាក់ត្រជុំដោយទឹកអម្រឹតឆ្នាំមមីសេះមេតបនំលៀបឧបរាជចិញ្ចែមមានសំណាងឈ្នះរមាស្ត្រីគ្រប់ច្រឡហកឡើងបនឡើងសាក់ឡើងទួនាទីម៉ោងនំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នំលៀបសំណាងពណ៌ខ្មៅនិងសលេខនំលៀបសំណាងលេខ69និង99សូមខមមិនលេខ899យកលៀបសម្បត្តិអុកញ៉ាចំពោះឆ្នាំមមីនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកស្រុតចុះដូច្នេះធ្វើឲ្យមានបញ្ហារត់ចូលច្រើនហេតុនេះលោកអ្នកតោងតែចេះរក្សាភាពស្ងប់ស្ងៀមបន្តិចទៅប្រសើរបើជាអ្នកប្រកបមុខរបរជួញដូររកស៊ីវិញការជួញទីជិតឆ្ងាយរកផលកម្រៃមិនឆ្លើយតបដោយសេចក្តីប្រាថ្នាទេអាចនិយាយបានថាបានត្រឹមមួយទប់មួយទល់តែប៉ុណ្ណោះរីឯការធ្វើដំណើរទៅទីជិតឆ្ងាយមិនសូវមានសុវត្ថិភាពទេក៏បីបន្ថែមការប្រុងប្រយ័ត្នបន្តិចទៅប្រសើររីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយម៉ាយក្តីបើមានការរីលូតលាស់ខ្លាំងកាលពីមុនពេលនេះចូលប្រយ័ត្នការដើរថយក្រោយរហូតដល់ឈានដល់ការបែកបាក់កើតឡើងណាមួយផង
ឆ្នាំមមេប្រពេមាសបារមីដេកជាមានលៀបមានសំណាងខ្លាចជាមហាសេដ្ឋីមហាសាលមកនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌បៃតងនិងក្រហមលេខនាំលៀបសំណាងលេខ77និង99សូមខមមិនលេខ168យកលៀបសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំមមេនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកល្អជាមធ្យមដូច្នេះការប្រកបការងារអ្វីមិនសូវរលូនទៅមុខល្អប៉ុន្មានទេពិសេសបើធ្វើច្រើនបែរជាខុសច្រើនថែមទៀតផងសម្រាប់អ្នកប្រកបមុខរបរជួញដូររុស្ស៊ីនៅក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលកម្រៃឯការធ្វើចំនួនទៅជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកោសមិនតិចដែររីឯការធ្វើដំណើរទៅទីជិតឆ្ងាយមិនសូវមានសុវត្ថិភាពប៉ុន្មានទេក៏បីបន្ថែមការប្រុងប្រយ័ត្នផងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការហួងហែងនិងម្នាក់យកតែភាពប្រចែប្រច័ណ្ឌដឹកមុខច្រើនពេកឆ្នាំវោកស្វាមាសមានលៀបមានសំណាងប្រាថ្នាអ្វីតែងបានសម្រេចតែនឿយបន្តិចមកនាំលៀបសំណាងម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌ទឹកក្រូចនិងក្រហមលេខនាំលៀបសំណាងលេខ77និង89សូមខមមិនលេខ779យកលៀបសម្បត្តិអភិជនចំពោះឆ្នាំវោកនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកឡើងពស់ត្រដែតដូច្នេះលោកអ្នកសម្រេចចិត្តធ្វើអ្វីត្រូវតែមានការគិតឲ្យបានគ្រប់ជ្រុងជ្រោយនោះផលជាផ្លែផ្កាតែងត្រឡប់មកវិញគួរជាទីពេញចិត្តផងចំពោះអ្នកធ្វើចំនួនបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេយ៉ាងណាត្រូវចេះពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយទើបមិនមានគ្រោះចាញ់បោកគេរីឯការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខសេមសានទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងត្រជាក់ត្រជុំប្រពៃណាឆ្នាំរកាមន់ភ្លើងពណ៌មាសជួបសុខសំណាងមនុស្សគ្រប់គ្នាជួបហើយតែងស្រឡាញ់រាប់អានទំនុកបំរុងម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងផ្កាឈូកលេខនាំលៀបសំណាងលេខ21និង82សូមខមមិនលេខ888យកលៀបសម្បត្តិកហបតីជនខ្ពស់ចំពោះឆ្នាំរកានៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតដូច្នេះបញ្ហាតូចធំបានចាក់ចេញឆ្ងាយទៅហើយលោកអ្នកអាចប្រកបកិច្ចការងារអ្វីឃើញថាមានការជឿនលឿនទៅមុខផងរីឯការរស់នៅមានភាពភ្លឺថ្លាគួរសមហើយពិសេសអាចមានក្រុមមនុស្សជួយជ្រោមជ្រែងថែមទៀតផងចំណែកឯអ្នកប្រកបមុខរបរជួញដូររកស៊ីលោកអ្នកត្រូវបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឲ្យបានច្រើនព្រោះថាអាចទទួលផលប្រយោជន៍មកវិញជាពុំខានរីឯការធ្វើដំណើរទៅទីជិតឆ្ងាយជួបសេចក្តីសុខសេមសានដោយសមម្ដងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំពោះម៉ាយមីម៉ាយក្តីមានការរីកចម្រើនទៅមុខនិងកំពុងបើកទំព័រស្នេហាថ្មីសម្រាប់លោកអ្នកហើយឆ្នាំចស្នក់មានលៀបមានសំណាងពោពេញទៅដោយសុភមង្គលជាពិសេសអនាគតខ្លាយជាសេដ្ឋីកហបតីចិនខ្ពស់ម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងក្រហមលេខនាំលៀបសំណាងលេខ11និង61សូមខមមិនលេខ777យកលៀបសម្បត្តិអ្នកមានជនខ្ពស់ចំពោះឆ្នាំចនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកស្រុតចុះដូច្នេះលោកអ្នកធ្វើអ្វីក៏តែងរងផលប៉ះទង្គិចបន្តិចបន្តួចយាយីហើយពិសេសធ្វើឲ្យមិនសម្រេចគោលដៅថែមទៀតផងលោកអ្នកប្រកបការងារងាយរងទទួលការកក់ស្ទះណាស់ដែលគប្បីប្រយ័ត្នប្រយែងសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីមានការទិញចូលលក់ចាញ់ដាច់មួយគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរតែយ៉ាងណាឲ្យប្រយ័ត្នគ្រោះចាញ់បោកគេបន្តិចព្រោះងាយរងគ្រោះជាងសពមួយដងរីឯការធ្វើដំណើរទៅទីជិតឆ្ងាយចូលប្រយ័ត្នបញ្ហាសុខភាពបន្តិចពីព្រោះថាងាយនឹងរងផលប៉ះពាល់ណាស់រីឯបញ្ហាសម្ព័ន្ធភាពស្នេហាប្រុសស្រីកុំចង់សាក់លបងកាមគុណពិសេសស្ត្រីប្រយ័ត្នកើតរឿងធំខូចខាតកិត្តិយសអស់ទៀងអនាគតភ្លឺស្វាងឆ្នាំកោជ្រូកនាំសំណាងនាំសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌នាំលៀបសំណាងពណ៌សនិងលឿងលេខនាំលៀបសំណាងលេខ48និង99សូមខមមិនលេខ168យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំកោនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកល្អជាមធ្យមដូច្នេះយូនរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដេបរដប់ច្រើនទោះបីកាន់កិច្ចការងារអ្វីក៏ដោយតោងតែចេះប្រយ័ត្នប្រយែងព្រោះមានក្រុមមនុស្សបាបមិត្តចាំតែបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់លោកអ្នកសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីក្នុងរយៈពេលនេះមុននឹងបោះទុនរកស៊ីអ្វីមួយត្រូវចេះគិតគូរឲ្យបានច្បាស់លាស់ជាមុនសិនទើបមិនមានបញ្ហាណាមួយយាយីទៅបានរីឯបញ្ហាសុខភាពរបស់លោកអ្នកពុំសូវល្អទេចូលប្រយ័ត្នការធ្លាក់ខ្លួនឈឺដោយប្រការណាមួយរីឯការធ្វើដំណើរទៅទីជិតឆ្ងាយមិនសូវមានសុវត្ថិភាពប៉ុន្មានទេពិសេសអ្នកបើកបរហាមសេពគ្រឿងស្រវឹងដាច់ខាតរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីងាយមានជម្លោះវិវាទនិងពាក្យមុខយៈដាក់គ្នាណាស់ដែរ